ដូច្នេះខ្ញុំសូមលើកយកនៅទេវធម៌ដែលមានន័យថាជាធម៌ដែលធ្វើឲ្យមនុស្សនឹងកើតទៅជាទេវតាឬក៏ហៅថាធម៌ដែលនាំឲ្យបុគ្គលคล้ายទៅជាទេវតាអញ្ចឹងពាក្យថាទេវធម៌គឺមានន័យថាធម៌ដែលធ្វើឲ្យបុគ្គលឡើងទៅកាន់ជាទេវតាឬធម៌សម្រាប់ទេវតាតែម្ដងពួកទេវតាគឺតែងតែមាននៅធម៌ទាំងពីរយ៉ាងនេះឯងធម៌សន្តោសធម៌ប្រោះប្រណីជាធម៌ដ៏ប្រសើរតាមពុទ្ធសាសនាទេវធម៌គឺមានពីរយ៉ាងគឺទី1ហិរិមានន័យថាសេចក្តីខ្មាស់បាបការមានចិត្តខ្ពើមឆ្អើមនឹងអំពើអាក្រក់ហើយមិនហ៊ានប្រព្រឹត្តធ្វើនៅអំពើអាក្រក់ទាំងឡាយព្រោះយល់ឃើញថាវាជារឿងថោកទាបនិងនាំមកនៅសេចក្តីទុក្ខទោសដល់ខ្លួនហើយធម៌ទី2លោកសម្ដែងថាអតបៈប្រែថាសេចក្តីខ្មាស់បាបឲ្យសេចក្តីខ្លាចបាបការមានចិត្តភ័យខ្លាចចំពោះផលនៃអំពើអាក្រក់ខ្លាចការនន្ទានិងខ្លាចច្បាប់ទម្លាប់និងខ្លាចធ្លាក់ទៅនរកទើបមិនហ៊ានប្រព្រឹត្តធ្វើនៅអបាយមុខផ្សេងធម៌ទាំងពីរប្រការនេះហិរិហើយនិងអត្តបៈត្រូវបានគេហៅមួយយ៉ាងទៀតថាលោកបាលធម៌គឺធម៌ដែលសម្រាប់ថែរក្សានៅលោកឬក៏គ្រប់គ្រងនៅពិភពលោកឲ្យមាននៅសណ្ដាប់ធ្នាប់និងមានសន្តិភាពបើកាលណាពិភពលោកខ្វះទេវធម៌មនុស្សនឹងលែងស្គាល់ខុសត្រូវគ្មានសិលធម៌ហ៊ានប្រព្រឹត្តធ្វើនៅអំពើវាយដំច្រំធ្លាក់ឬក៏កាប់សម្លាប់ឆក់ប្លន់ធ្វើនៅអំពើទុច្ចរិតផ្សេងដោយมันមានការខ្មាស់អៀននិងมันមានការខ្លាចក្រែងរឯងសោះឡើយសង្គមមនុស្សនឹងคลายទៅជាច្របូកច្របល់រោគសេចក្តីសុខនឹងគ្មានទេបើអត់នៅធម៌ពីរយ៉ាងហ្នឹងបើកាលណាមនុស្សមាននៅទេវធម៌នៅក្នុងខ្លួនពួកគេតែងតែប្រុងប្រយ័ត្នក្នុងការគិតការនិយាយនិងការធ្វើដោយមានការវិចារនៅអំពើអាក្រក់ទាំងពួងចិត្តរបស់ពួកគេនឹងស្អាតនិងបរិសុទ្ធហើយមាននៅសេចក្តីថ្លៃថ្នូរធ្វើឲ្យរស់នៅជាមនុស្សដ៏មានតម្លៃហើយពេលលាចាកលោកនេះទៅតែងតែទៅកាន់នៅសុគតិសួគ៌ឬក៏ហៅថាទេវលោកឬក៏ទៅកើតជាទេវតាតែម្ដងសរុបមកទេវធម៌គឺជារនាំងសីលធម៌ដ៏សំខាន់បំផុតសម្រាប់ទប់ស្កាត់មនុស្សមិនឲ្យធ្លាក់ទៅក្នុងអំពើអាក្រក់និងជួយលើកតម្កល់តម្លៃមនុស្សជាតិនឹងឲ្យខ្ពង់ខ្ពស់និងឲ្យបានទៅកាន់នៅសុគតិសួគ៌គឺបើមាននៅធម៌ពីរយ៉ាងនេះឯងបុគ្គលនោះឯងក្រោយពេលដែលលាចាកលោកនេះទៅនឹងបានទៅកើតនៅសុគតិសួគ៌ទេវលោកឬដែលយើងហៅសាមញ្ញថាទៅកើតជាទេវតាពុទ្ធធម៌ពីរយ៉ាងនេះឯងគឺជាធម៌របស់ទេវតា